ទាំងអស់គ្នានៅtrongវីដេអូខ្ញុំមានបង្ហាញពីការធ្វើអញ្ចាំដែលត្រឹមត្រូវគឺចេញតម្រង់មកបែបម៉េចហើយនៅក្នុងដើមវីដេអូនេះចំពោះបងស្រីដែលគាត់ផ្លត់ធ្វើអញ្ចាំឲ្យខុសគឺធ្វើឲ្យគេហៅថាវ័យរបស់គាត់គឺចាស់ជាងមុន10ឆ្នាំសំខាន់ណាស់ការធ្វើអញ្ចាំសំខាន់ខ្លាំងមែនតើមកបងអញ្ចាំប្រៀបដូចជាមកុដមួយនៅលើមុខរបស់យើងអញ្ចឹងតែកាលណាយើងធ្វើខុសហើយគឺនឹងធ្វើឲ្យវ័យរបស់យើងគឺខុសដាច់ស្រេចចំពោះអ្នកដែលគាត់មានអញ្ចាំខុសបងអាចមកទទួលសេវាកម្មដកពណ៌បានតានីអត់ឆេះរោមអត់ខ្ទាំសាច់សំខាន់គឺអត់ឆេះសាច់របស់យើងនឹងហ្មងហើយចំពោះការដកពណ៌អញ្ចាំមួយគឺយើងមានជំហាននៃការធ្វើដូចគ្នាដើម្បីដកពណ៌ទៅគឺចេញលទ្ធផលបានល្អចំពោះការដកពណ៌អញ្ចាំគឺយើងពិភាក្សាគ្នាទៅតាមខែអញ្ចាំមួយបងអាចមកកនសាលមុនក៏បានឬក៏មកទទួលសេវាកម្មផ្ទាល់ក៏បានគឺបងអាចឲ្យអ្នកគ្រូមើលទៅតើអញ្ចាំបងខូចទៅលើផ្នែកអីខ្លះតើយើងត្រូវប្រើ laser ឬក៏យើងត្រូវប្រើ AI ដើម្បីទៅដកពណ៌អញ្ចាំដើម្បីឲ្យចេញមកលើលទ្ធផលបានល្អមកដល់គ្នាបើសិនជាយើងចង់ឲ្យវិស័យ PMU នៅស្រុកយើងគឺថាមានការគ្រប់គ្រងច្រើនណាតើតែជាងគាត់មានចំណេញមួយដែលស្តង់ដារប្រកបធ្វើទៅគឺអត់មានខូចឬក៏ធ្វើទៅគឺអត់ឲ្យភ្ញៀវរបស់យើងហ្នឹងគឺគាត់ខកចិត្តទេអាហ្នឹងដឹងតែវិស័យ PMU នៅស្រុកយើងគឺមានការគ្រប់គ្រងច្រើនហើយអញ្ចឹងលើកទឹកចិត្តមែនតើចំពោះបងដែលគាត់អត់ទាន់មានជំនាញដែលច្បាស់លាស់ឬក៏គាត់នៅអនុវត្តនៃចាស់គឺលើកទឹកចិត្តឲ្យគាត់រៀនជាមួយនឹងជំនាញថ្មីដើម្បីធ្វើសេវាកម្មជូនភ្ញៀវទៅគឺភ្ញៀវគាត់ស្រឡាញ់ហើយសំខាន់គឺស្អាតស្តង់ដារពិតប្រាកដហើយនេះគឺជាលទ្ធផលក្រោយពេលដែលយើងដកពណ៌ហើយគឺអាចនិយាយបានថាល្អជាងមុនស្ទើរតែ80% ហ្មងបងតែអានេះគឺយើងត្រូវការដកបន្ថែមទៀតដើម្បីឲ្យពណ៌អញ្ចាំរបស់គាត់ហ្នឹងគឺស្រាលកាន់តែខ្លាំងជាងមុនដើម្បីយើងអាចបន្ថែមជាមួយនឹងម៉ូដថ្មីជូនគាត់អូខេអញ្ចឹងអានេះគឺជាការធ្វើអញ្ចាំបែប EMT ហ្មងណាគឺយើងធ្វើជាមកគឺជួយឲ្យលើកសម្រាប់របស់គាត់ហ្នឹងគឺក្មេងជាងវ័យសំខាន់គឺស្អាតអត់បែកទឹកថ្នាំពណ៌ខៀវឬក៏ពណ៌ក្រហមទេបងអាចមើល before ហើយនឹង after ក្រោយពេលគាត់តបានគឺខុសគ្នាឆ្ងាយ